ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកចែករំលែកអំពីវិធីធ្វើនំមិញជំនឿតាមបែបគ្រួសាររបស់នាងខ្ញុំនេះជាលើកទី2ហើយនាងខ្ញុំសាកធ្វើគឺមានរសជាតិឆ្ងាញ់មែនទែនតែម្ដងបងប្អូនយើងរកទិញនៅផ្សារមាននេះណាជាពិសេសនៅស្រុកបារាំងនេះគឺពិបាកក្នុងការទិញចំណីចំណុកខ្មែរហើយបន្ទាប់មកដំបូងឡើយខ្ញុំចាប់ផ្ដើមត្រាំជាមួយនឹងសណ្តែកលឿងត្រាំជាមួយនឹងទឹកក្តៅមកសន្ទុះទៅហើយខ្ញុំយកមកស្ងោរវាឆ្អិនផុយល្អទុកវាស្រស់ទឹកហើយយកមកឆាហើយយកមកឆាខ្ញុំប្រើភ្លើងល្មមបងប្អូនហើយជាមួយដោយថែមជាមួយនឹងបរិមាណស្ករតាមចំណូលចិត្តបងប្អូនចូលចិត្តផ្អែមខ្លាំងផ្អែមខ្លាំងទៅខ្ញុំដាក់ផ្អែមមកល្មមហើយជាមួយនឹងអំបិលហើយនឹងម្រេចក៏យើងដាក់យើងច្រើនតិចណាហើយបើបានលឹកខ្ទឹមទៀតគឺកាន់តែពិសេសតែម្ដងហើយយើងឆាទៅដល់ប្រើភ្លើងមធ្យមអញ្ចឹងកុំឲ្យខ្លាំងពេកខ្លាច់ខ្លោចហើយណាមួយវាអត់ចិត្តទឹកវាអត់ហាចឹងបងប្អូនមើលទៅស្ងួតប្រហែលប៉ុណ្ណេះហើយទុកវាត្រជាក់អ៊ុនយើងអាចយកមកមូលធ្វើជាស្នូលបានហើយបរិមាណស្នូលអាស្រ័យលើចំណូលចិត្តបងប្អូននេះបងប្អូនធ្វើទំហំប៉ុណ្ណាក៏បានដែរហើយបន្ទាប់មកខ្ញុំចាប់ដើមមកលាយទឹកស្ករខ្ញុំប្រើជាមួយនឹងស្ករត្នោតចំនួនប្រហែលជា4ស្លាបព្រាបាយខ្ញុំប្រើរឿងច្រើនបន្តិចបន្ទាប់មកខ្ញុំអត់សូវមានស្ករត្នោតសបោស្ករត្នោតខ្ញុំក៏លាយជាមួយនឹងស្ករសដែរអញ្ចឹងណាដើម្បីទុកស្ករត្នោតប្រើក្នុងម្ហូបផ្សេងព្រោះពិបាកទិញណាស្ករល្អនៅស្រុកនេះហើយចាប់មកខ្ញុំធ្វើការងាស់ស្ករត្នោតឲ្យឡើងពណ៌ក្រហមស្អាតហើយខ្ញុំលាយជាមួយនឹងខ្ទិះដូងបងប្អូនខ្ទិះដូងខ្ញុំប្រើខ្ទិះដូងស្រាប់ចំនួន200មក50មីលីលីត្រហើយបើសិនជាបងប្អូនចង់ថែមតិចទៀតក៏បានដែរគាត់ឲ្យយើងងាស់រៀងយូរបន្តិចជាមួយនឹងភ្លើងមធ្យមដើម្បីឲ្យទឹកនឹងវាហាយើងជិញទឹកស្ករនោះពេលវាខាប់ល្អហើយយើងអាចបញ្ឈប់ភ្លើងបានណាអញ្ចឹងទុកបានយូរពេលដែលវាខាប់អស់ជាតិទឹកហើយចំពោះម្សៅខ្ញុំប្រើម្សៅក៏តំណាប់ទិញស្រាំហើយចំនួន250ក្រាមជាមួយនឹងទឹក140មីលីលីត្រទឹកយើងធម្មតាបងប្អូនហើយលាយវាតិចហើយខ្ញុំមកច្របល់ជាមួយដៃការច្របល់ម្សៅនេះគឺសំខាន់មែនទែនបងប្អូនច្របល់តវាល្មួតទន់ល្អអញ្ចឹងណាដើម្បីឲ្យវាសមហើយអញ្ចឹងយើងច្របល់បានហើយបងប្អូនចាប់ផ្ដើមយកមកពូតជាមួយនឹងស្នូលតែម្ដងហើយកន្លែងនេះម្សៅវាអាចស្ងួតតិចតួចដែរអញ្ចឹងនំលងពេលយើងពូតណាហើយអញ្ចឹងខ្ញុំចាប់ផ្ដើមច្របាច់វាមកដុំតូចច្របាច់វាឲ្យវាម្សៅនៅស្មើសាច់ទៅហើយខ្ញុំដាក់ស្នូលមិញចូលអញ្ចឹងបងប្អូនធ្វើដាក់មិនក៏បានដែរប៉ុន្តែយើងធ្វើមិនបិទស្នូលស្ដែកនឹងឲ្យវាចិត្តណាហើយបើម្សៅបើសិនជាអ្នកហ៊ានក្រាស់ពេកបងប្អូនបិចឲ្យចង់តិចទៅប៉ុន្តែពេលនេះយើងក្នុងការធ្វើបាញ់ជំនឿបងប្អូនកុំលួចដាក់ម្សៅច្រើនពេកតែម្សៅច្រើនពេកពេលយើងស្ងោរទៅគឺយូរឆ្អិនណាស់ហើយជួនកាលអាចឆៅទៀតអាចឆ្អិនខាងក្រៅព្រមបខំភ្លើងអីចឹងឆ្អិនខាងក្រៅវារបកម្សៅបាញ់ជំនឿអត់ស្អាតហើយខាងក្នុងនៅឆៅឥឡូវខ្ញុំលួចមកប៉ុណ្ណេះហើយធ្វើយើងសប៉ែនតិចដើម្បីឲ្យស្ងោរដល់ឆាប់ឆ្អិនហើយស្នូលនៅសល់ខ្ញុំដាក់ចូលទូបកកទុកធ្វើលើក្រោយទៀតហើយចំពោះទឹកខ្ញុំចាក់ដាក់ណាំទឹកឲ្យពុះពីទឹកពុះហើយខ្ញុំបន្ថយភ្លើងជាភ្លើងមធ្យមយកប្រើភ្លើងខ្លាំងពេកតិចខ្លាចផលបងប្អូនហើយនំបាញ់ជំនឿអត់ឆ្អិនអញ្ចឹងយើងមើលថានំបាញ់ជំនឿយើងចាប់ដើមដែតហើយមានន័យថាវាឆ្អិនហើយប៉ុន្តែយើងបន្តទុកឲ្យ10ទៅ15នាទីទៀតនៅភ្លើងមធ្យមដើម្បីវាឆ្អិនល្អកុំឲ្យឆៅខាងក្នុងហើយទឹកស្ករនេះនៅអូនខ្ញុំភ្លេចដាក់ជាមួយនឹងខ្ញីបងប្អូនដាក់ខ្ញីឲ្យច្រើនតិចទៅឲ្យវាក្លិនឈ្ងុយតែម្ដងហើយឥឡូវនំបាញ់ជំនឿយើងហើយខ្ញុំចាប់ដើមលីងជាមួយនឹងល្ងសល្ងខ្មៅហ្នឹងហើយដាក់អំបិលឲ្យច្រើនទីបងប្អូនហើយខ្ញុំបុកជាមួយនឹងនេះណាបុកវាឈុំដើម្បីឲ្យអំបិលនឹងក្លិននេះសេសាមក្លិនល្ងហ្នឹងវាចេញមកបងប្អូនហើយឈ្ងុយមែនតើហើយ10នាទីក្រោយមកនំបាញ់ជំនឿខ្ញុំញ៉ាំទុកឆ្អិនល្អហើយចាប់ដល់ដាក់ធាមជាមួយទឹកត្រជាក់ដើម្បីកុំឲ្យវាក្តៅពេកអញ្ចឹងណាហើយនេះយើងទៅនេះហើយយើងដាក់ចូលទឹកស្ករទៅតែប៉ុណ្្នឹងហើយបងប្អូនហើយនេះបើសិនជាច្រើនពេកបងប្អូនអាចទុកក្នុងទូទឹកកកក៏បានដែរអត់អីទេគាត់ថាវាអត់សូវឆ្ងាញ់ដូចភ្លាមប៉ុន្តែខ្ញុំធ្វើហើយគេអាចនេះបានបងប្អូនឆ្ងាញ់អញ្ចឹងវិធីធ្វើរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនចូលចិត្តនៅវីដេអូមួយហ្នឹងហើយបើសិនជាបងប្អូនចូលចិត្តសូមជួយចុច like share និងចែករំលែកទៅអ្នកផ្សេងនេះគាត់អត់ទាន់ធ្វើពីអត់ទាន់ដឹងពីការធ្វើនំមិញជំនឿងាយអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនចំពោះការទស្សនានៅវីដេអូមួយនេះសូមជម្រាបលាហើយជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗទៀតបាយ